មានរឿងរ៉ាវអ្វីនៅពីក្រោយនេះបានជាអាល្លឺម៉ង់ហាមដាច់ខាតមិនឲ្យរថយន្ត Tesla Cybertruck មានវត្តមាននៅប្រទេសខ្លួនសូម្បីតែយោធាអាមេរិកនៅទីនោះក៏មិនអាចនាំយករថយន្តនេះចូលបានដែរនៅក្នុងប្រទេសអាល្លឺម៉ង់ទោះបីជាមានលុយទិញរថយន្ត Tesla Cybertruck ក៏មិនអាចជិះរថយន្តនេះបានដែរដល់ពេលអញ្ចឹងទើបដឹងថាមានលុយមិនមែនមានអ្វីៗគ្រប់យ៉ាងនោះទេសូម្បីតែយោធាអាមេរិកដែលកំពុងបំពេញការងារនៅក្នុងប្រទេសអាល្លឺម៉ង់ទោះបីជាអាចនាំចូលរថយន្តនេះបានប៉ុន្តែក៏គ្មានសិទ្ធិជិះវាដែរតោះឥឡូវកុំឲ្យខាតពេកមកដឹងពីរឿងរ៉ាវនៅពីក្រោយនេះតើហេតុអ្វីបានជារថយន្ត Tesla Cybertruck ត្រូវបានហាមឃាត់មិនឲ្យចរាចរណ៍នៅប្រទេសអាល្លឺម៉ង់ហេតុផលនោះគឺគ្មានអ្វីធំជាងច្បាប់ទេយោតាមបទបញ្ញត្តិសុវត្ថិភាពដោយសារក្តីបារម្ភអំពីរូបរាង Inox ដ៏មុតស្រួយរបស់រថយន្ត Tesla Cybertruck និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកថ្មើរជើងអ្នកជិះកង់និងអ្នកជិះម៉ូតូរបស់សហភាពអឺរ៉ុបទើបជាហេតុនាំឲ្យរថយន្ត Tesla Cybertruck ត្រូវបានហាមឃាត់យ៉ាងណាមិញទោះមានច្បាប់ស្តីពីយានយន្តនាំចូលក្រោមកិច្ចព្រមព្រៀងជាមួយយោធាអាមេរិកនិងក្រសួងសហព័ន្ធដឹកជញ្ជូនអាល្លឺម៉ង់អនុញ្ញាតឲ្យយោធាអាមេរិកអាចនាំយករថយន្តផ្ទាល់ខ្លួនពីសហរដ្ឋអាមេរិកបានពិតមែនប៉ុន្តែយោតាមលិខិតរបស់ទីភ្នាក់ងាររបស់កងកម្លាំងអាមេរិកបានសួរទៅកាន់ FMOT តើបុគ្គលិកយោធាអាមេរិកត្រូវបានអនុញ្ញាតឲ្យនាំយករថយន្ត Tesla Cybertruck បានដែរឬទេចម្លើយគឺការបដិសេធដាច់ខាតថាមិនអាចទេក្រោយទទួលបានចម្លើយបែបនេះទីភ្នាក់ងារយោធាអាមេរិកក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថាទាហានអាមេរិកមិនអាចនាំយករថយន្តនេះទៅកាន់ប្រទេសអាល្លឺម៉ង់បានទេចំពោះយោធាដែលព្យាយាមនាំចូលរថយន្តនេះប្រឈមនឹងហានិភ័យក្នុងការចំណាយប្រាក់ដើម្បីដឹកជញ្ជូនរថយន្តនេះត្រឡប់ទៅកាន់អាមេរិកវិញសរុបមកជាមួយសាច់រឿងនេះបានបញ្ជាក់ថាមានលុយមិនមែនមានអ្វីៗគ្រប់យ៉ាងនោះទេប៉ុន្តែបើអត់លុយក៏មិនស្រួលដែរដូច្នេះសម្រាប់អ្នករស់នៅក្នុងប្រទេសអាល្លឺម៉ង់ឲ្យចង់ជិះរថយន្ត Tesla Cybertruck គឺ must know ហើយ